ុនភាគច្រើនណាតែងតែហាមមាត់ឡើងនិយាយថាចង់បានប្រាក់ចំណូលកើនឡើងហើយក៏ចង់ធ្វើឲ្យក្រុមហ៊ុនរីកចម្រើនតែទង្វើវិញគឺផ្ទុយស្រឡះគឺមានន័យថាគ្រាន់តែនិយាយតែអត់មានការអនុវត្តទេហើយបើសិនជាបុគ្គលិកដែលមានសមត្ថភាពក៏គេអាចនៅនឹងបានយូរដែរដោយសារទី1ចក្ខុវិស័យខុសគ្នាទី2ទៀតមានន័យថាការផ្ដល់យោបល់ទាំងអស់របស់បុគ្គលិកដែលមានគោលដៅឬមួយក៏មានសមត្ថភាពហ្នឹងក្រុមហ៊ុនអត់ទទួលយកដោយសារតែគិតថាខុសពីគោលការណ៍របស់គេនិយាយភាសាសាមញ្ញឲ្យខ្លីអ្នកដែលមានគោលដៅគេអាចទ្រាំរស់នៅក្នុងក្រុមហ៊ុនឬមួយក៏ធ្វើការនៅក្នុងក្រុមហ៊ុនដែលពោពេញទៅដោយភាពតុកសិកទេហើយក្រុមហ៊ុនដែលមិនមានចក្ខុវិស័យច្បាស់លាស់ហ្នឹងហើយគឺតែងតែសម្បូរទៅដោយភាពតុកសិកនៅក្នុងកន្លែងការងារនឹងឯងអញ្ចឹងមូលហេតុនេះឯងដែលធ្វើឲ្យក្រុមហ៊ុនមិនអាចរីកចម្រើនទៅរួចហើយសួរថាចង់មានការផ្លាស់ប្ដូរអត់កុំព្យាយាមកែប្រែក្រុមហ៊ុនដែលមិនដែលចង់មានការផ្លាស់ប្ដូរសម្រាប់ការរីកចម្រើនខ្លួនឯងអីដោយសារតែមាត់និងទង្វើគឺខុសគ្នាពេលខ្លះរាល់ពេលប្រជុំគឺលើកឡើងតែងតែចង់ឲ្យរីកចម្រើនហើយសួរយោបល់តែពេលដែលផ្ដល់យោបល់គឺអត់ដែលយកទៅធ្វើហើយក៏អត់ដែលគិតថានឹងចង់ធ្វើដែរបានត្រឹមតែផ្ដល់យោបល់ហើយគេ reject តែប៉ុណ្្នឹងឯងអញ្ចឹងមិនមានបុគ្គលិកដែលមានសមត្ថភាពណាគេចង់ធ្វើការងារនៅក្នុងក្រុមហ៊ុនបែបហ្នឹងទេគឺមានតែអ្នកដែលគាត់ចង់បានតែប្រាក់ខែគាត់គិតថាធ្វើមួយថ្ងៃគិតមួយថ្ងៃទៅសំខាន់ឲ្យតែគាត់ទទួលបានប្រាក់កម្រៃប្រចាំខែនេះហើយក្រុមហ៊ុនតុកសិកខ្លាំងគឺទទួលបានតែបុគ្គលិកដែលត្រូវការប្រាក់ខែតែប៉ុណ្្នឹងឯងដូចគ្នាបើសិនជាបុគ្គលិកដែលគេចង់បានភាពរីកចម្រើនគេអាចទ្រាំនៅធ្វើការទីនឹងបានទេអញ្ចឹងវារបត់បែបហ្នឹងគឺទៅលើក្រុមហ៊ុនហ្នឹងហើយយើងអាចសម្គាល់មើលបានក្រុមហ៊ុនបែបហ្នឹងបុគ្គលិកភាគច្រើនណាគឺគាត់អត់មានអីរីកចម្រើនជាងហ្នឹងទេហើយគាត់អាចធ្វើការនៅនឹងបានកាន់ឆ្នាំថែមទៀតផងដោយសារតែគាត់អត់ដឹងថាត្រូវគួរផ្លាស់ប្ដូរទៅណាដោយសារតែសមត្ថភាពគាត់ក៏មានកម្រិតដូចគ្នាហើយវីដេអូនេះខ្ញុំអត់ចង់បន្ទោសខាងណាទេតែខ្ញុំគ្រាន់តែចង់ចែករំលែកហើយបើគិតថាល្អក៏យកទុកបើគិតថាមិនល្អក៏អូសរំលងហើយបើសិនជាមានមតិអីក៏អាចចូលខមមិនបានអរគុណ